bạn bọc ôn ở nàyថ្ងៃនេះខ្ញុំនឹងឆ្លើយសំណួរបងប្រុសដែលគាត់សួរនៅក្នុង channel YouTube តាក់ទងនឹងស្រូវសង្ហែថ្មីបានស្រូវពូជស្រូវសង្ហែថ្មីនេះគាត់សួរថាហេតុអ្វីបានតែគេដាក់ឈ្មោះសង្ហែថ្មីហ្នឹងហើយមានដើមកំណើតមកពីណាហើយនឹងរសជាតិនិងគុណភាពអង្ករហ្នឹងវាជួយទៅដល់សុខភាពបានយ៉ាងដូចម្ដេចដែរហើយចំពោះតម្លៃនៅលើទីផ្សារនិងការពេញនិយមនៃកសិករក្នុងការដាំដុះសំណួរគាត់ច្រើនមែនទែនហើយសំណួរមួយទៀតនោះគឺតើតើនឹងបើយើងប្រៀបធៀបនឹងពូជស្រូវដតីតើវាស្ថិតនៅក្នុងលំដាប់ទីប្រមាណនៃអង្ករឬក៏ស្រូវដែលនៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងនៅក្នុងការឆ្លើយតបនេះគឺខ្ញុំមិនឆ្លើយទៅលើឯកសារផ្លូវការទេពុកម៉ែបងប្អូនខ្ញុំនឹងឆ្លើយទៅតាមឯកសារការស្រាវជ្រាវបាទអញ្ចឹងពុកម៉ែបងប្អូនអាចយកទៅស្ដាប់កំសាន្តនិងស្វែងយល់និងរកប្រភពផ្សេងៗទៀតបាទដើម្បីផ្ទៀងផ្ទាត់នៅអ្វីដែលខ្ញុំចែករំលែកបាទបញ្ជាក់ថាការចែករំលែកនេះគឺមិនមែនជាការចែករំលែកផ្លូវការទាំងស្រុងនៅវីដេអូណាមួយនោះទេបាទថាមានរឿងខ្លះគឺសុក្រិតមានរឿងខ្លះគឺជាការយល់ដឹងបាទអញ្ចឹងខ្ញុំនឹងចែកទៅជា7ចំណុចសំខាន់នៅក្នុងវីដេអូនេះដើម្បីឲ្យពុកម៉ែបងប្អូនដែលមិនទាន់បានដឹងក៏ស្វែងយល់ហើយចំពោះម្ចាស់សំណួរបងប្រុសហ្នឹងក៏គាត់អាចមកស្វែងយល់បន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់នៅចម្លើយទីកន្លែងផ្សេងទៀតបាទអញ្ចឹងបាទជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការដែលតាមដាននៅ channel YouTube របស់ខ្ញុំបាទសម្រាប់ពុកម៉ែបងប្អូនថ្មីដែលអត់ទាន់បាន Subscribe channel YouTube របស់ខ្ញុំបាទសូមជួយ Subscribe channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីបានជាកម្លាំងចិត្តហើយនឹងការចែករំលែកនឹងឲ្យវីដេអូមានការចូលរួមនឹងការមើលច្រើនផងដែរបាទចំណុចទី1គឺតកតងនឹងពូជសង្ហែថ្មីនេះគឺតាមការស្រាវជ្រាវក្រៅផ្លូវការបាទវា70 80ទៅ 90% នៃភាពត្រឹមត្រូវនោះគឺប្រភពនៃប្រទេសកម្ពុជារបស់យើងនឹងឯងវាតាមការចេញនោះគឺបដិញបដោលឬក៏ដំណើរគ្នានឹងពូជចំបៃស70បាទជាពូជស្រូវសង្ហែដែលមានដើមកំណត់នៅប្រទេសកម្ពុជារបស់យើងជាពូជដែលកសិករដាំជាយូរមកហើយបាទហើយជាការជ្រើសរើសនឹងការកែលម្អដែលយើងហៅថាសង្ហែថ្មីនោះពីព្រោះពូជនេះវាមានកន្លងមកហើយតែជាលក្ខណៈមិនល្អដូចសង្ហែថ្មីមានថាទាំងអាយុកាលទាំងការដាំដុះទាំងភាពធន់នៃជាដើមបាទអញ្ចឹងពូជសង្ហែថ្មីនេះគ្រាប់គេជ្រើសរើសគ្រាប់ដែលល្អដើម្បីយកមកដូចជាបៃស70អញ្ចឹងគឺផ្សំចេញពីឬក៏បង្កាត់ចេញពីស្រូវផ្ការំដួលពីស្រូវប្រកាន់រដូវមកស្រូវមិនប្រកាន់រដូវជាដើមជ្រើសរើសដើមហើយនឹងរោគភាពឆាប់ទុំបាទដើម្បីឲ្យមានពេលវេលាតិចអញ្ចឹងនៅក្នុងការស្រាវជ្រាវនេះគឺមិនមែនជាពូជដែលនាំចូលពីបរទេសណាមួយនោះទេគឺជាពូជដែលចេញពីវិទ្យាស្ថានដែលដូចជាពូជចំបៃស70អញ្ចឹងគ្រាន់ថាអភិវឌ្ឍបាទទី2នោះគឺហេតុអ្វីបានគេដាក់ឈ្មោះថាស្រូវសង្ហែបាទព្រោះស្រូវសង្ហែនេះគឺជាឈ្មោះបុរាណដែលកសិករហៅទៅតាមតំបន់ពីព្រោះវាមានលក្ខណៈគ្រាប់ស្រូវអង្គរនោះវាវែងហើយសឡូនល្អហើយលក្ខណៈក្លិនឈ្ងុយទន់ល្អផងដែរបាទសង្ហែថ្មីមានន័យថាសង្ហែដែលគេកែលម្អពីសង្ហែចាស់ដែលមានអាយុវែងអីជាដើមដើម្បីឲ្យមកនៅត្រឹមលក្ខណៈដែលសមរម្យបាទអញ្ចឹងអានេះគឺតកតងនឹងចំណុចទី2ហើយចំណុចទី3នោះគឺតកតងនឹងរសជាតិដែលក៏សួរថាតើវាមានអត្ថប្រយោជន៍អ្វីខ្លះបាទសំណួរគឺជាការល្អដែលពុកម៉ែបងប្អូនមិនដាំដុះប៉ុន្តែចង់ទទួលទានអីគឺយើងអាចជ្រើសរើសអង្គប្រភេទលេខ1លេខ2លេខ3ដែលយើងអាចដើម្បីថែទាំសុខភាពនៅក្នុងឯកសារនេះគឺអត្ថប្រយោជន៍រសជាតិនិងអត្ថប្រយោជន៍ផ្ដល់នៅសុខភាពនោះបើសិនតែបងប្អូនទទួលទាននៅអង្គសង្ហែថ្មីនេះពូជសង្ហែថ្មីនេះគឺអង្គទុនល្អហើយជាក់ស្ដែងអ្នកនៅបាត់ដំបងនៅខាងកកោះអីនេះគឺគាត់ដាំដុះគាត់ទទួលទានគឺមិនមែនទុនតែពេលបាយក្តៅនោះទេគឺអង្គបាយនឹងត្រជាក់ក៏នៅតែទុនដែរបាទអញ្ចឹងនេះគឺជាភាពមួយដែលគេហៅថាសង្ហែហ្នឹងវាវែងសឡូនហើយទុនឆ្ងាញ់បាទហើយវាសំស្របដែលយើងប្រើជាអង្គបាយសឬក៏យើងអាចយកទៅឆាអីជាដើមគឺសមរម្យ
ចំពោះសុខភាពវិញគឺផ្ដល់នូវធម៌ពលល្អងាយរំលាយមានថាកាពះដែលពិបាកនឹងរំលាយអាហារអីគឺអង្គនេះយើងទទួលទានទៅគឺវាសមស្របបាទវាជួយមិនជាបាកាពះទេមានថាជួយប្រព័ន្ធរំលាយអាហារហ្នឹងងាយស្រួលបាទហើយនឹងធ្វើឲ្យភាពឆ្អែតបានយូរបាទនិយាយទៅគឺអង្គនេះគឺផ្ដល់នូវធម៌ពលនៅសុខភាពសមស្របដែលយើងធ្វើការច្រើនអីគឺយើងទទួលទានអង្គនេះគឺមានកម្លាំងពលំអីល្អសំខាន់បាទអញ្ចឹងអ្វីដែលសំខាន់ចំណុចទី4នោះគឺពុកម៉ែបងប្អូនមូលហេតុអីដែលកសិករនៅខាងបាត់ដំបងនៅខាងពោធិ៍សាត់អីគឺនិយមដាំជាងនៅខាងស្វាយរៀងព្រៃវែងបាទដោយសារនៅមកខាងជំនាញនោះគឺពួកគាត់ពេញនិយមដាំដោយសារតែស្រូវហ្នឹងវាមានអាយុកាលដោយពួក OM ដែរបាទវាមានអាយុកាលខ្លីងាយស្រួលដាំមួយរដូវមួយឆ្នាំធ្វើ2 ទៅ 3 ដងឲ្យតែមានប្រព័ន្ធស្រោចស្រពទឹកបានគ្រប់គ្រាន់បាទអញ្ចឹងមួយទៀតនោះគឺការប្រើប្រាស់ដូចជាមិនសូវទាយកសារធាតុចិញ្ចឹមនឹងហួសហេតុពេកទេបានតែថាអញ្ចឹងគឺបើខ្ញុំផ្សំជីឲ្យគាត់ប្រើប្រាស់ជីស្ដេចឥន្ទ្រីត្រឹមតែមហាត់2ការ៉ុងទេមានន័យថា100 គីឡូនៃជីប្រភេទពាក់កណ្ដាលសរីរាង្គហើយគាត់បន្ថែមនៅជីគីមីបាទ4ការ៉ុងទៀតវាស្មើនឹង6ប៉ុន្តែទិន្នផលខ្ពស់និងសុខភាពល្អនឹងគឺគួរឲ្យចាប់អារម្មណ៍មែនតើហ្នឹងគឺតើតងហ្នឹងក្នុងការទៀមទាសារធាតុចិញ្ចឹមប៉ុន្តែផ្អែកទៅលើមូលដ្ឋានដីផងដែរការលក់នៅលើទីផ្សារហ្នឹងគឺមានការទទួលស្គាល់បាទដូចជាស្រូវដតីដែរបាទហើយសំស្របទាំងខែប្រាំងវស្សាគឺយើងដាំបានទាំងអស់នេះគឺជាចំណុចដែលសំខាន់ដែលកសិករនិយមដាំនៅបច្ចុប្បន្ននេះបាទចំពោះបងប្អូនដែលអត់ទាន់ស្គាល់ច្បាស់ហ្នឹងដូចខ្ញុំថាអញ្ចឹងគឺទៅកាន់វិទ្យាស្ថានឬក៏ដេប៉ូដែលគេលក់នៅពូជស្រូវបាទគេនឹងលំអិតបានច្រើនជាងខ្ញុំទៅទៀតបាទដោយសារខ្ញុំមិនមែនជាអ្នកលក់ពូជស្រូវអញ្ចឹងរឿងចំពោះពូជគឺខ្ញុំមិនអាចដឹង 100% ទេតែបើរឿងជីការប្រើប្រាស់អីហ្នឹងគឺចាត់ទុកថាវាជាជំនាញជាអាជីវកម្មជាមុខរបរអញ្ចឹងខ្ញុំអាចនឹងជួយបានច្រើននេះនៅចំណុចទី4ដែលក្នុងការដែលកសិករហេតុអីនិយមដាំបាទបើយើងប្រៀបធៀបនឹងពូជផ្សេងទៀតនៅចំណុចទី5នោះគឺអតិថិជននឹងការប្រៀបធៀបពូជនេះតើវានៅក្នុងឋានៈលំដាប់លេខរៀងទីប្រមាណដែលយើងគួរតែស្វែងយល់តាមពិតអ្នកសួរនោះគឺគាត់មានការគិតស៊ីជម្រៅមែនទែនតើតងនឹងការដាំដុះការទទួលទានអីនេះអញ្ចឹងបើយើងប្រៀបធៀបនឹងការដែលពិនិត្យមើលទៅគុណសម្បត្តិនេះគឺបើនិយាយពីស្រូវក្លិនល្អបំផុតនោះគឺយើងមិនអាចឈ្នះទៅដល់ពពួកផ្ការំដួលពួកសមាលីនោះទេវាជាលំដាប់ទាំងទន់ទាំងក្លិនល្អហើយប៉ុន្តែនៅលំដាប់សងៃនេះគឺវាអាចធ្លាក់ក្នុងលំដាប់ទី3និងទី5នៃប្រភេទអង្គល្អបាទអង្គល្អស្រូវល្អប៉ុន្តែបើយើងនិយាយចំពោះការដាំវិញនោះគឺវានឹងល្អជាងពពួកផ្ការរំដួលទៅទៀតដោយសារអីផ្ការរំដួលគឺជាប្រភេទប្រកាន់រដូវមានន័យថាមួយឆ្នាំឲ្យយើងដាំដុះបានម្ដងអីដល់ងាយស្រួលប៉ុន្តែសងៃថ្មីគឺអាចដាំបាន3 ដងអញ្ចឹងនេះគឺជាគុណសម្បត្តិប៉ុន្តែបើក្លិនមិនដល់ពពួកផ្ការំដួលសមាលីអីទេបានមានថាវាទន់ដូចគ្នាតែក្លិនក្រអូបនៅមានកម្រិតអានេះគឺតកតងនឹងចំណុចនៃការប្រៀបធៀបតើវាស្ថិតនៅក្នុងលំដាប់ទីប្រមាណអញ្ចឹងការដែលយើងដឹងបែបនេះយើងនឹងរំពឹងទៅលើទីផ្សារថាមាននឹងល្អប្រសើរឧទាហរណ៍ថាបទពិសោធន៍នៃស្រូវធ្លាក់ថ្លៃអញ្ចឹងប្រទេសកម្ពុជាអ្នកមានលុយគាត់អាចជួយទៅដល់ប្រព័ន្ធកសិកម្មនេះពួកគាត់អាចបោះទុនបាទធ្វើជារោងម៉ាស៊ីននឹងនាំអង្គចេញអញ្ចឹងគាត់អាចជ្រើសរើសពូជដែលនៅក្នុងស្រុកនិងពូជដែលមានតម្រូវការអង្គប្រភេទនេះគឺចំហុយគឺល្អសម្រាប់ទៅប៉ែកអឺរ៉ុបអីជាដើមបាទដោយអង្គផ្ការំដួលអញ្ចឹងដែលយើងច្រើនជាប់លេខ1នៅលើពិភពលោកជាប្រភេទអង្គល្អអីជាដើមអញ្ចឹងមានន័យថាពួកគាត់អាចបោះទុនកន្លែងហ្នឹងគាត់អាចនឹងរកពូជដែលមានលំដាប់កេរ្តិ៍ឈ្មោះដែលអ្នកជីវភាពកណ្ដាលគាត់អាចទទួលទានបានល្អផ្នែកអង្គក្លិនក្អូបឈ្ងុយទន់អីចឹងទៅបាទ
ในចំណុចទី6ហ្នឹងគឺតកតងនឹងអាយុកាលដែលយើងគិតថាត្រូវនឹងប្រហែលថ្ងៃទៅប្រមូលផលគឺភាគច្រើនគឺ90ថ្ងៃដែលយើងនឹងប្រមូលផលពេញលេញវាអាស្រ័យទៅលើរដូវដាំដុះប្រាំងឬវស្សាពជាពេលអញ្ចឹងទៅហើយការផ្ដល់ទឹកផ្ដល់ជីនិងគុណភាពដីដែលមានជីវជាតិកម្រិតណាផងដែរបាទបើសិនតែដីមានជីវជាតិកម្រិតល្អការលូតលាស់ពេញលេញมันមានការរំខានក៏វានឹងឆាប់បានផលមុនការកំណត់ទៅឧទាហរណ៍ដូចពូជ OM ជាដើមគឺអាយុ3ខែប៉ុន្តែនៅពេលដែលយើងធ្វើมันបានល្អប្រើជីថ្នាំมันត្រូវបទដ្ឋានហ្នឹងគឺវាអាចរាំងស្ទះទៅដល់ទៅ95ថ្ងៃ92ថ្ងៃទៅអាចប្រមូលផលបានហើយបើយើងធ្វើត្រឹមត្រូវទៅគឺ88ថ្ងៃក៏ប្រមូលផលបានដែរហ្នឹងគឺតកតងហ្នឹងទៅលើដីទឹកការគ្រប់គ្រងប្រើប្រាស់ជីថ្នាំដែរហើយចុងក្រោយជារឿងដែលសំខាន់ហ្នឹងគឺតើពូជស្រូវនេះមានភាពធន់ជំងឺនឹងសត្វល្អិតដែរទេបើយើងនិយាយអំពីភាពធន់ហ្នឹងគឺជាមធ្យមមានន័យថាវាមានជំងឺដង្កាត់សត្វល្អិតបំផ្លាញដូចគេដោយឯងវាធន់ខ្លះអញ្ចឹងទៅហើយការថែទាំអាចកាត់បន្ថយជំងឺនៅលើស្លឹកនិងដើមសត្វល្អិតគឺមិនងាយរងការខូចខាតអីពេកនោះទេមានន័យថាវានឹងធន់គួរសមដែរហើយអ្វីដែលយើងគ្រប់គ្រងទៅតាមរដូវកាលហ្នឹងគឺតកតងនឹងបច្ចេកទេសបាទស្រូវធន់យ៉ាងណាក៏ដោយក៏វានៅតែមានការបំផ្លាញមាននៅជំងឺប៉ុន្តែអ្វីដែលធន់មានន័យថាវាមិនងាយនឹងឈឺបើឈឺហើយគឺងាយនឹងព្យាបាលបាទប៉ុន្តែយ៉ាងណាក៏ដោយគឺបច្ចេកទេសនៃការគ្រប់គ្រងជំងឺនឹងសត្វល្អិតហ្នឹងគឺមានទៅទៀតចំពោះអាកាសធាតុគឺវាសមស្របនឹងអាកាសធាតុនៅប្រទេសកម្ពុជារបស់យើងដែលមួយថ្ងៃអាចមានពន្លឺ10ទៅ11ម៉ោងបាទហើយពិភាពស៊ូបាននឹងទឹកហ្នឹងគឺវាជាមធ្យមមានន័យថាទឹកលិចលង់អីគឺមិនងាយរលួយភ្លាមទេហើយអ្វីដែលសំខាន់គឺមិនសូវរងគ្រោះដោយការដួលនោះដែរអ្នកកកោះនៅបាត់ដំបងគឺគាត់ត្រឹមដើមទ្រូងមានន័យថា1ម៉ែត្រជាងអីនោះព្រោះអីត្រឹមដើមទ្រូងគឺមិនទាន់ចេញផ្កាទេមានន័យថាកំពុងតែផើមធំឬក៏កំពុងតែលោតផ្កាមួយនៅឡើយទេអញ្ចឹងពេលដែលចេញផ្កាចេញគួរទេគឺអាចខ្ពស់ជាងនឹងទៅទៀតអញ្ចឹងមានន័យថាវាអត់ងាយដួលទេប៉ុន្តែការដួលនឹងមានរឿងច្រើនដែរទី1ខ្យល់ខ្លាំងទី2ការប្រើសារធាតុចិញ្ចឹមដែលមិនធន់នឹងពង្រឹងដើមមានន័យថាយើងលើសអាសូតច្រើនស្លឹកធំអីចឹងទៅបាទអញ្ចឹងនេះគឺជា7ចំណុចហើយក៏ជាការឆ្លើយតបទៅបងដែលគាត់សួរតកតងនឹងប្រមាណចំណុចខាងលើហ្នឹងគឺលំដាប់ទីប្រមាណរសជាតិនិងអត្ថប្រយោជន៍យ៉ាងណាចំពោះពូជបែបនេះប្រហែលជាគាត់ចង់ដាំឬក៏គាត់ចង់ទិញទទួលទានអីជាដើមបាទអញ្ចឹងពូជសង្ហៃថ្មីនេះគឺជាពូជស្រូវដើមកំណើតនៅប្រទេសកម្ពុជានេះតាមការថាជាហើយត្រូវបានកែលម្អពីសង្ហៃបុរាណដែលធ្វើឲ្យងាយដាំដុះសមស្របជាមួយបរិយាកាសពីប្រកាន់រដូវមកមិនប្រកាន់រដូវជាដើមបាទអញ្ចឹងអរគុណច្រើនចំពោះការតាមដាននិងទស្សនាបងប្អូនមានចម្ងល់អ្វីផ្សេងអាចខមមិននិងសួរបន្ថែមខ្ញុំនឹងជ្រើសរើសខមមិនហ្នឹងហើយឆ្លើយតបនៅអ្វីដែលជាភាពច្បាស់លាស់បន្ថែមទៀតតាមអ្វីដែលអាចធ្វើទៅបានបាទអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ